ចឹងក្នុងវេលាគ្រាឱកាសនេះឃើញថាសាច់សាលោហិតញាតិសន្តានកូនចៅបានមានទុកជាទម្ងន់ដែលបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ដែលគាត់បានលាលោកនេះទៅកាន់បរលោកខាងមុខដោយបន្សល់ទុកនៅកូនចៅប្រុសស្រីនៅក្នុងសប្តាហ៍ថ្ងៃនេះហើយអ្នកម្ដាយរបស់យើងគាត់ក៏បានឃ្លាតកាយបែកខន្ធទៅកាន់បរលោកខាងមុខគឺជាលោកថ្មីមួយទៀតអញ្ចឹងធម្មតាញាតិញោមជាពុទ្ធបរិស័ទជាកូនជាចៅជាសាច់សាលោហិតញាតិសន្តានបងប្រុសបងស្រីឬក៏ឪពុកមាម្ដាយមីងក្តីកាលណាដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ទៅកាន់បរលោកខាងមុខគេហៅថាលោកថ្មីមួយទៀតលាកូនចៅទៅលើកនេះគឺលាជារៀងរហូតមិនអាចមានពេលត្រឡប់វិលមករកកូនចៅវិញបានទេអញ្ចឹងកូនចៅទាំងអស់គួរតែមានសេចក្តីអាណិតអាសូរអ្នកម្ដាយហើយនឹងមានសេចក្តីទុក្ខទោមនស្សនៅក្នុងខ្លួនដែលយើងនឹងឯងបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ដែលធ្លាប់ពីដើមមកនោះលោកបានចិញ្ចឹមបីបាច់និងថែរក្សាដោយយកចិត្តទុកដាក់គ្មានកន្លះកន្លែងណាឡើយចាប់តាំងអំពីយើងចាប់បដិសន្ធិមកអ្នកម្ដាយរបស់យើងគាត់បានចិញ្ចឹមបីបាច់ថែរក្សាដោយយកចិត្តទុកដាក់បំផុតចំពោះកូនចៅប្រុសស្រីហើយនេះកូនចៅប្រុសស្រីទាំងអស់គប្បីពិចារណាយល់ដឹងអំពីគុណរបស់មាតាបិតាកុំដល់ពេលដែលគាត់បាត់បង់ជីវិតដង្ហើមលែងដកបេះដូងលែងដើរដំណើរឈាមក៏លែងទៅមុខទៀតហើយទើបបានយើងដឹងអំពីទោសដែលយើងប្រព្រឹត្តខុសចំពោះមាតាបិតាធម្មតាធម្មកថាអ្នកសំដែងថ្លែងនៅពធតែងតែចង់ឲ្យកូនចៅប្រុសស្រីជាទំពាំងស្នងឫស្សីបានយល់បានដឹងនិងជ្រោតជ្រាបអំពីគុណអំពីទោសបាបបន់ផលនិងអត់ផលអញ្ចឹងទោះតែកូនចៅស្ដាប់ដើម្បីពិចារណាទាំងអស់គ្នាថាតើពេលដែលបុគ្គលដែលស្លាប់ទៅឪពុកម្ដាយរបស់យើងគាត់ធ្លាប់ទៅនៅរស់រានមានជីវិតខំប្រឹងបីបាច់ចិញ្ចឹមថែរក្សាខ្លួនតាំងអំពីតូចរហូតដល់ធំពេញរូបពេញរាងទើបឲ្យកូននឹងឯងទៅរៀនទៅសូត្រហើយបន្ទាប់ពីនោះទៀតក៏ដល់វ័យត្រូវរកគូសកលម្ដាយឪពុកខំប្រឹងដុតដៃដុតជើងយ៉ាងមមាញឹកទោះបីជាត្រូវលុះអ្វីក្តីដូចជាគោសេះក្របីដីស្រែចម្ការជាដើមដើម្បីឲ្យកូនចៅប្រុសស្រីមានគូសកលនឹងគេអញ្ចឹងយើងគួរពិចារណាត្រង់ចំណុចហ្នឹងថាតើទឹកចិត្តរបស់អ្នកម្ដាយរបស់លោកឪពុករបស់យើងតើគាត់មានទុក្ខទោមនស្សយ៉ាងណាទៅពេលណាដែលកូនខ្លះដើរតាមកន្លងធម៌របស់លោកមានបៃតេរំភើបញាប់ញ័រនៅក្នុងចិត្តកើតមកគឺអាយុវែងកាលណាដែលកូននឹងឯងប្រព្រឹត្តខុសក្នុងកន្លងធម៌ដែលលោកព្រឹកព្រៀនប្រដៅទូមានជារឿយក្តីស្រាប់តែដល់ពេលនោះកូនចៅបានល្មើសនៅក្នុងគោលបំណងរបស់គាត់ដែលគាត់ចង់ឲ្យកូនចៅនឹងឯងបានសុខដុមរមនាល្អប្រសើរដល់ពេលដែលអញ្ចឹងទៅស្រាប់តែកូនចៅរបស់គាត់នឹងឯងបានដើរវាចអំពីកលងរបស់អ្នកម្ដាយដែលគាត់ខិតខំព្រឹកព្រៀនប្រដៅហើយដូចជាពាក្យចាស់គេពោលថាដុតដៃតន់នៅក្ដៅទូមានកូនចៅតន់នៅក្មេងអញ្ចឹងយើងយកពាក្យហ្នឹងមកពិចារណាចំពោះអ្នកម្ដាយរបស់យើងដែលគាត់ខិតខំប្រឹងបីបាច់ចិញ្ចឹមថែរក្សាយើងតាំងអំពីបាតជើងក៏ហងងាយមករហូតដល់យើងពេញរូបពេញរាងប៉ុណ្ណឹងតើគាត់បែកញើសបែកកាយយ៉ាងណាទៅណាហើយតើគាត់នឹងឯងមានទុក្ខទោមនស្សវេទនាយ៉ាងណាទៅក៏ប៉ុន្តែយើងសួរថាតើអ្នកម្ដាយរបស់យើងលោកឪពុករបស់យើងគាត់ដែរត្អូញត្អែទេថាគាត់លំបាកណាស់វេទនាណាស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនទាំងប្រុសស្រីណាអញ្ចឹងអ្នកម្ដាយលោកឪពុកគឺគាត់អត់ដែលមានទុក្ខទោមនស្សឬមួយក៏មានការតូចចិត្តដែលចិញ្ចឹមបីបាច់ថែរក្សាកូននោះទេរហូតដល់កូនចៅពេញរូបពេញរាងដែលលោកទូមានព្រានបដៅបានខ្លះទូមានព្រានបដៅមិនបានខ្លះជួនកាលទៅបុគ្គលខ្លះក៏កើតទៅជាបុគ្គលពីរគេហៅថាបាបមិត្ត
ដែលជាបុគ្គលពីលធ្វើតែអំពើអកុសលចំពោះអ្នកម្ដាយគឺកាយទុច្ចរិតក្តីវចីទុច្ចរិតក្តីនិងមโนទុច្ចរិតក្តីកូនខ្លះក៏មានចិត្តក្នុងការស្ដាប់ដំបូន្មានឪពុកស្ដាប់ដំបូន្មានម្ដាយរហូតដល់ធ្វើឲ្យខ្លួននឹងឯងរីករុងចម្រុងចម្រើនរកស៊ីទទួលទានប្រកបមុខរបរចេះតែកើតចេះតែមានក៏ដោយសារតែយើងនឹងឯងយល់អំពីគុណរបស់មាតាហើយជារឿយខ្ញុំកណាអាត្មាភាពក៏បានសម្ដែងថ្លែងនៃពធនិយាយអំពីគុណមេតាបិតាក៏ប៉ុន្តែក្រោយអំពីការសម្ដែងទៅបើសិនជាញាតិញោមយល់នៅការសម្ដែងពធឬក៏យកកតិគេហៅថាសត្តៈគឺការកត់ចម្លងឬមួយក៏ការចងចាំនៅក្នុងសតិបញ្ញាទើបបានកើតជាបញ្ញាកើតឡើងទើបយើងយល់អំពីទឹកចិត្តរបស់អ្នកម្ដាយរបស់លោកឪពុករបស់យើងដូចជាក្នុងវេលាគ្រាឱកាសនេះកូនចៅរបស់ញោមឡាវដែលអ្នកម្ដាយរបស់យើងគាត់បានបាក់បែកចែកឋានទៅកាន់បរលោកខាងមុខអញ្ចឹងពាក្យទូមានព្រានបដៅទាំងអំបាលបាននោះគឺយើងលែងបានស្ដាប់លែងបានទទួលពាក្យព្រានបដៅទៀតហើយក៏ដោយសារតែអ្នកម្ដាយយើងបានបាក់បែកចែកឋានទៅកាន់លោកថ្មីមិនដឹងជាគាត់ទៅចាប់បដិសន្ធិនៅក្នុងទីណាទេឬមួយក៏គាត់ទៅចាប់បដិសន្ធិនៅក្នុងស្ថានណាមួយក៏យើងមិនអាចថាបានអញ្ចឹងញាតិញោមបរិស័ទទាំងអស់ទាំងយុវជនយុវនារីនៅក្នុងភូមិចតុលោកក្តីបើសិនជាយើងមិនបានព្រឹត្តព្រៀងខ្លួនឲ្យបានល្អប្រសើរទេទោះបីជាយើងខិតខំប្រឹងយ៉ាងណាក៏ដោយអាយុរបស់មនុស្សយើងគឺមិនវែងឡើយដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហេតុធ្វើឲ្យអាយុខ្លីគឺមានការបៀតបៀននិងសម្លាប់សត្វមួយនឹងធ្វើឲ្យយើងអាយុខ្លីដែរណាញាតិញោមណាកាលណាដែលយើងបៀតបៀនសម្លាប់អាយុសត្វអ្នកដទៃបានន័យថាដល់ពេលដែលយើងនឹងឯងដល់អាយុនិងសង្ខារយើងទៅក៏បានបាក់បែកចែកឋានទៅកាន់លោកថ្មីអញ្ចឹងគឺយើងមានអាយុខ្លីហើយមួយទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាហេតុដែលនាំឲ្យអាយុខ្លីនោះគឺការភ្លើតភ្លើនហួសខ្នាតអញ្ចឹងភ្លើតភ្លើននោះយ៉ាងម៉េចដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាអ្នកដែលអាយុខ្លីគឺព្រះសម្មាសម្ពុទ្ធព្រះអង្គចង់សម្ដៅអំពីលបែងលបាំងគ្រប់ប្រភេទដែលកូនចៅទៅសបាយភ្លេចខ្លួនភ្លើតភ្លើនធ្វើឲ្យខ្លួននឹងឯងវង្វេងនៅក្នុងកាមដល់ណាដែលយើងវង្វេងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាកាលណាដែលយើងភ្លើតភ្លើនពេកនាំឲ្យយើងនឹងឯងមានអាយុខ្លីគឺមានសេចក្តីប្រមាណនៅក្នុងខ្លួនមួយទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកដែលអាយុខ្លីគឺអ្នកដែលប្រទោសនៃសាសនាព្រមទាំងជាអ្នកទ្រុសិលមានសិលមិនបរិសុទ្ធមានសិលមិនបានប្រសើរល្អថ្វាយបង្គំមុខព្រះសម្មាសម្ពុទ្ធសមាទានសិលបានល្អហើយក៏ប៉ុន្តែដល់ពេលដែលសួរពីជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធតើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់កើតនៅទីកន្លែងណាព្រះអង្គចាប់បដិសន្ធិនៅទីកន្លែងណាមុននឹងព្រះអង្គត្រាស់ដឹងធម៌តើព្រះអង្គទៅទីណាខ្លះបរិស័ទខ្លះក៏បានយល់បានដឹងអំពីជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធគឺហៅថាពុទ្ធប្រវត្តិហើយបរិស័ទជាឧបាសកឧបាសិកាខ្លះគាត់មិនបានសិក្សារៀនសូត្រអំពីពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធដល់ពេលដែលគេសួរថាតើព្រះសម្មាសម្ពុទ្ធដែលអ្នកឯងកាន់សពថ្ងៃហ្នឹងតើប្រវត្តិរបស់លោកមានប្រវត្តិយ៉ាងម៉េចខ្លះហ្នឹងដល់ពេលហ្នឹងយើងអត់បានយល់ដឹងអញ្ចឹងទៅសម្ដែងប្រាប់អ្នកដទៃគឺអត់កើតនឹងហើយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាអ្នកទ្រុសិលដល់ពេលដែលយើងបញ្យល់ច្បាស់នៃច្បាប់របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាសัพពបស្សៈអករណੰមិនឲ្យសម្លាប់នៃសត្វទាំងពួងកុសលសោបសម្បទាកប់3ដឹកជញ្ជូនទ្រព្យរបស់យើងដែលមិនមានតម្លៃឲ្យធ្វើឲ្យក្លាយជាទ្រព្យដែលមានតម្លៃសច្ចិតបរិយោតបណੰគួរលះបង់ហើយនឹងដោះខាត់ចិត្តឲ្យបានល្អជំរះនៅមន្ទិលទាំងឡាយ
ដើម្បីចូលមកកាន់សាសនាយល់ដឹងអំពីសាសនារបស់ព្រះសម្មាសម្ពុទ្ធដោយជាក្នុងថ្ងៃនេះអញ្ចឹងញាតិញោមពុទ្ធបរិស័ទបានធ្វើដោយកម្មវិធីបុណ្យដែលយើងធ្វើប្រពៃនៅក្នុងសប្តាហ៍ថ្ងៃនេះគឺដោយសារតែមានពុទ្ធសាសនាបើសិនជាមិនមានពុទ្ធសាសនាទេគឺយើងមិនអាចធ្វើបុណ្យបានឡើយណាញាតិញោមគឺយើងមិនអាចធ្វើបុណ្យបានទេអញ្ចឹងបានន័យថាការដែលធ្វើបុណ្យបច្ច័យ4ក្តីបច្ច័យបុណ្យបង្សកលក្តីឬក៏បុណ្យវេរោងអបោសថក្តីជាពិសេសគឺបុណ្យពិធីបុណ្យសពតែម្ដងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គចង់បញ្ជាក់ប្រាប់សត្វលោកទាំងអស់ឲ្យយល់ដឹងថាក្នុងពេលមុនយើងមានអាយុហើយយើងអាចដើរទៅនេះទៅនោះបានតាមសេចក្តីត្រូវការរបស់យើងអាចប្រើកូនប្រើចៅបានតាមអំពើចិត្តរបស់យើងក៏ប៉ុន្តែដល់ពេលដែលយើងបាក់បែកចែកឋានទៅកាន់បរលោកខាងមុខក៏ហៅថាលោកថ្មីមួយទៀតគឺយើងមិនអាចទូមានព្រានបដៅកូនចៅបានទៀតទេហើយមួយទៀតគឺព្រះអង្គចង់បញ្ជាក់ប្រាប់ថាជាទិដ្ឋានុគតិសម្រាប់បរិស័ទឧបាសកឧបាសិកាយុវជនយុវនារីទាំងអស់ដែលយើងគិតពិចារណាថាអោណោះថ្ងៃនេះញោមឡោក៏បានបាក់បែកចែកឋានទៅកាន់បរលោកខាងមុខហើយចុះថ្ងៃក្រោយតើអ្នកណាទៀតទៅណែព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើបន់ហ្នឹងគឺសំដៅត្រង់ហ្នឹងឲ្យញាតិញោមសំដៅឲ្យយើងដឹងថាការដែលមនុស្សស្លាប់ទៅហ្នឹងគឺយើងត្រូវឲ្យពិចារណាទាំងអស់គ្នាថានៅក្នុងថ្ងៃនេះញោមឡាវគាត់បានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយចុះចំណែកឯប្រមាណខែប្រមាណឆ្នាំទៀតឬក៏ប្រមាណថ្ងៃទៀតតើដល់វេនណាម្ដងអញ្ចឹងញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងពិចារណាត្រង់ហ្នឹងហើយញាតិញោមពុទ្ធបរិស័ទហេតុអីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងត្រង់កន្លែងនេះគឺព្រះអង្គចង់បញ្ជាក់ប្រាប់ថាកាលណាដែលសត្វទាំងឡាយពិចារណាឃើញនៅអសុភសញ្ញាបានន័យថាសេចក្តីប៉ោងស្អុយក្តីឬមួយក៏ការបែកធ្លាយនៃបញ្ចខណ្ឌរវាង7ថ្ងៃហ្នឹងគឺយើងបានបែកធ្លាយនៃបញ្ចខណ្ឌខណ្ឌយើងធ្លាប់តែល្អធ្លាប់តែប្រសើរស្រឡាញ់រូបស្រឡាញ់ខ្លួនស្រឡាញ់សក់ស្រឡាញ់សម្លៀកបំពាក់ក៏ប៉ុន្តែរយៈពេល7ថ្ងៃព្រះអង្គឲ្យទៅពិចារណាថាអោណោះរូបរាងកាយដែលធ្លាប់តែស្អាតបរិសុទ្ធល្អស្រាប់តែរយៈពេល7ថ្ងៃមិនគួរណាបែកឈាមបែកលោហិតចេញអំពីរន្ធទាំង6រហូតដល់ព្រះអង្គឲ្យយកអសុភសញ្ញាជាកម្មដ្ឋានគឺអស័កអសុភស្អុយប៉ោងហើមរលួយដើម្បីពិចារណាទាំងអស់គ្នាថារូបរបស់យើងនេះគឺមិនស្អាតឡើយអ្វីត្បិតតែយើងនៅខាងក្រៅមានពណ៌សម្បុរស្អាតតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាប្រៀបដូចជាភាជដាក់នៃវត្ថុស្អុយនៅខាងក្នុងហើយចំណែកឯស្រោបមាសនៅខាងក្រៅសាច់របស់យើងគឺព្រះអង្គប្រៀបធៀបទៅនឹងមាសក៏ប៉ុន្តែគ្រឿងក្នុងរបស់យើងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបទៅនឹងអសុភសញ្ញាបានន័យថាសេចក្តីប៉ោងស្អុយសេចក្តីរលួយឬមួយក៏ខ្មោចដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខក៏ប៉ោងស្អុយអញ្ចឹងទៅទើបបានឲ្យយើងពិចារណាថាក្នុងពេលនេះគឺយើងទាំងអស់គ្នានឹងឯងស្រឡាញ់រូបណាស់បើធម្មតាដោយព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងដែរថាការស្រឡាញ់អ្វីមិនស្មើនឹងការស្រឡាញ់រូបឡើយអញ្ចឹងញាតិញោមបើសិនជាយើងលះរូបបានបើន័យថាចិត្តមយៈបញ្ញាយើងនឹងកើតឡើងកាលណាដែលចិត្តយើងបានផុរផង់ល្អហើយបញ្ញារបស់យើងយល់ដឹងពិចារណាអំពីបញ្ចខណ្ឌខណ្ឌ5ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងខណ្ឌ5មានរូបខណ្ឌរូបខណ្ឌរូបដែលកើតមកអំពីភូតរូបទាំង4ណាញាតិញោមដែលកើតឡើងអំពីធាតុទឹកធាតុដីធាតុខ្យល់ជាដើមធាតុភ្លើងហៅថារូបខណ្ឌដល់ពេលដែលកើតមកហើយក៏មានវេទនាខណ្ឌបន្ទាប់អំពីវេទនាខណ្ឌគឺមានសញ្ញារខណ្ឌគឺសេចក្តីសម្គាល់ថានេះជារូបហើយបន្ទាប់មកទៀតគឺមានសង្ខារខណ្ឌកាលណាដែលមានសញ្ញាខណ្ឌសម្គាល់ថាខ្លួនជារូបហើយគឺយើងមានសញ្ញាខណ្ឌសង្ខារខណ្ឌគឺការដឹងបាទហើយនឹងវិញ្ញាណខណ្ឌគឺការយល់ច្បាស់នៅក្នុងរូបអញ្ចឹងបើសិនជាយើងមានតែរូបតែអត់សញ្ញាអត់វេទនាអត់សង្ខារខណ្ឌនិងវិញ្ញាណខណ្ឌតើញាតិញោម
ឈ្មោះថារូបនោះអាចកម្រើកបានដែរឬទេត្រង់ចំណុចនេះព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងពិចារណាទៅលើបុគ្គលដែលគាត់ស្លាប់បាត់បង់ជីវិតណាញាតិញោមបុគ្គលពីមុនគេហៅថាញោមឡាវអញ្ចឹងណាញាតិញោមណាបើការគាត់នៅរស់គេហៅញោមឡាវទៅពេលដល់ពេលគាត់ស្លាប់គេហៅមកទៀតគេហៅខ្មោចញោមឡាវមែនទេហ្នឹងចុះមិនបានគេហៅខ្មោចថាបុគ្គលហ្នឹងគាត់បានបាត់បង់ជីវិតទៅហើយអញ្ចឹងសង្ខាររបស់គាត់គឺអស់ហើយណាញាតិញោមអស់សង្ខារទៅហើយក៏ប៉ុន្តែនៅរូបមែនទេហ្នឹងក៏ប៉ុន្តែនៅរូបក៏ប៉ុន្តែសួរថារូបនោះអាចចិញ្ចឹមបីបាច់ថែរក្សាកូនបានទៀតទេចិញ្ចឹមបានទៀតទេថាអត់បានទេមែនទេញាតិញោមណាអត់បានទេណែអញ្ចឹងបានព្រះអង្គឲ្យយើងពិចារណានឹងពិចារណានៅក្នុងបញ្ចក្ខន្ធទាំង5ហើយអានិសង្សការពិចារណានៃបញ្ចក្ខន្ធទាំង5របស់ព្រះសម្មាសម្ពុទ្ធគឺញាតិញោមអាចរួចចាក់ទុកណាញាតិញោមបើរួចចាក់ទុកទាំង12កងមានជាតិទេទុកណែកាលណាដែលមានជាតិកើតឡើងហើយគឺមានសេចក្តីស្លាប់ជាខាងក្រោយតើនេះញាតិញោមកាលណាដែលមានជារាកាលនោះនឹងមានការស្លាប់នៅខាងក្រោយដែរកាលណាដែលមានជាធិនោះនឹងមានសេចក្តីស្លាប់នៅខាងក្រោយដែរដល់ពេលដែលសេចក្តីស្លាប់កើតមកដល់ហើយតើយើងនឹងឯងសប្បាយចិត្តទៀតទេញាតិញោមសប្បាយចិត្តទៀតទេណែថាអត់សប្បាយចិត្តទេមែនទេញាតិញោមណាគ្រាន់តែយើងឈឺបន្តិចបន្តួចផងកូនចៅដែលគាត់ដឹងគុណជាកតញ្ញូកតវេទីតាធរជាកតញ្ញូកតវេទីបុគ្គលណាគឺជាកូនដ៏ប្រសើរខិតខំដឹកមេត្តាបិតាទៅពេទ្យទៅមកដើម្បីឲ្យគាត់រស់រានមានជីវិតណាដល់ពេលដែលគាត់ខិតខំប្រឹងយ៉ាងណាក៏ដោយក៏ប៉ុន្តែបនកុសលយើងបានតែប៉ុណ្្នឹងទើបបានយើងនឹងអាចអស់ជីវិតទៅដល់ពេលដែលអស់ជីវិតទៅកូនចៅយើងមិនទុកសង្រេងមែនទេញាតិញោមណានឹងកើតទុកកើតសង្រេងបាត់បង់មនុស្សជាទីស្រឡាញ់ហើយពេលថ្មីនេះគឺយើងអត់ទាន់អីប្រមាណទេញាតិញោមណាព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងដែរថាពេលដែលបុគ្គលស្លាប់ទៅដូចជាមានមេត្តាបិតារបស់យើងដែលគាត់បាក់បែកចែកឋានទៅកាន់បរលោកខាងមុខថ្មីគឺយើងអត់ទាន់សូវមានទុក្ខវេទនាប្រមាណទេចាំមើលទៅដល់ពេលមួយណាព្រះអង្គទ្រង់ត្រាស់សម្ដែងថាចាំមើលទៅដល់ពេលមួយយើងនឹងឯងនឹងពិចារណាឃើញនៅរូបរបស់មេត្តាបិតារបស់យើងធ្លាប់តែពីមុនគាត់លេងសើចសប្បាយជាមួយយើងគាត់ធ្លាប់បលែងលេងជាមួយយើងដល់ពេលហ្នឹងកើតទុកតែម្ដងញាតិញោមកើតទុកនៅក្នុងខ្លួននឹងឯងយំសោកតែម្នាក់ឯងដោយសារបាត់បង់ម្ដាយជាទីស្រឡាញ់អញ្ចឹងយើងគួរពិចារណាថាមេត្តាបិតាយើងនៅរស់សពថ្ងៃកូនចៅទាំងអស់ក៏បីពិចារណាគោរពបដិបត្តិលោកឲ្យហើយទោះបីជាយើងមិនបានសងគុណក៏យើងត្រឹមបានតបគុណដែរមែនទេញាតិញោមនឹងទោះបីយើងមិនបានសងគុណគាត់ក៏យើងត្រឹមតបគុណគាត់ដែរណែសងគុណគឺមាន3យ៉ាងគឺការឲ្យគាត់ស្គាល់នៃព្រះរតនៈមួយការឲ្យគាត់ស្គាល់នៅសពបរោះមួយការឲ្យគាត់ធ្វើនៅការបរិច្ចាគទានមួយហ្នឹងបានឈ្មោះថាការសងគុណហើយមួយទៀតគឺឲ្យកលបុត្រដូចជាកូនប្រុសរបស់គាត់ទៅបួសជាបព្វជិតដើម្បីសងគុណតើនេះញាតិញោមឯចំណែកឯការតបគុណគឺយើងចិញ្ចឹមទំនុកបំរុងដោយបច្ច័យ4ដែលយើងត្រូវទំនុកបំរុងមេត្តាបិតាដោយអមិសៈហ្នឹងគឺបច្ច័យទាំងឡាយ4ណាដែលយើងទាំងអស់គ្នាធ្លាប់តែបានបរិភោគជារៀងរាល់ថ្ងៃដូចជាត្រីសាច់បន្លែផ្កានំនែកចេកអំពៅជាដើមដែលយើងគួរតែពិចារណាជូនមេត្តាបិតាយើងតន់គាត់នៅរស់រានមានជីវិតហើយក៏យើងចិញ្ចឹមទំនុកបំរុងគាត់នោះទើបតែតបគុណទេហើយចំណែកឯការសងគុណគឺយើងឲ្យគាត់ចូលដល់ព្រះរតនត្រ័យសម្ដៅយករតនៈទាំង3គឺពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរវិសេសវិសាលនៅក្នុងលោកនឹងទេពឈ្មោះតែយើងនឹងឯងសងគុណណាញាតិញោមសងគុណលោកហើយមួយទៀតគឺយើងចេះឲ្យគាត់ធ្វើនៃការបរិច្ចាគទានបរិច្ចាគទានដូចជាម្ដាយរបស់យើងចឹងគាត់ចង់ទៅធ្វើបន់មន្ទីរកន្លែងណាឬមួយក៏គាត់ចង់ធ្វើបន់អ្វីមួយគឺយើងជាកូននឹងឯងត្រូវចេះជួយលើកទឹកចិត្តនិងឧបត្ថម្ភគ្រប់គ្រងគាត់ដើម្បីឲ្យគាត់មានទឹកចិត្តទៅធ្វើបន់ធ្វើទានអាហ្នឹងឈ្មោះថាយើងសងគុណមួយទៀតគឺយើងនឹងឯងបានឲ្យកូនរបស់យើងទៅបួសជាបព្វជិតណាជាបព្វជិតជាអ្នកបួស
សាងនោះលាចាកាមលាចាផ្ទះសំបែងបងប្អូនម្ដាយឪពុកតែបួសជាបព្វជិតទោះបានតិចក្តីច្រើនក្តីក៏ឈ្មោះថាជាអ្នកសងគុណអញ្ចឹងញាតិញោមពុទ្ធបរិស័ទសម្ដែងមកត្រង់ចំណុចនេះគឺចង់ឲ្យញាតិញោមជាពុទ្ធបរិស័ទយល់ច្បាស់អំពីគុណរបស់មេត្តាព្រោះថាមេត្តារបស់យើងគឺគាត់មានគុណមហាសែនធ្ងន់ដែលកូនចៅទាំងអស់មិនអាចសងគាត់រួចនៅក្នុងជាតិនេះឬក៏អនាគតជាតិឡើយអញ្ចឹងតើតែយើងធ្វើរឿយៗឲ្យហើយតើតែយើងធ្វើរឿយៗឲ្យហើយព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកដែលភ្លើតគឺសំដៅយកតែកូនមិនស្ដាប់ដំបូលមានឪពុកម្ដាយភ្លើតជាមួយនឹងម្ដាយឪពុកគាត់ហាមថាកូនកុំជិះម៉ូតូលឿនពេកកូនណាពេលចេញពីសាលាឡើងត្រូវមើលឆ្វេងមើលស្ដាំដល់ពេលអញ្ចឹងអត់បានស្ដាប់ដំបូលមានឪពុកអត់ស្ដាប់ដំបូលមានម្ដាយចេញពីសាលាឡាប់មកអាឡែងតែបន្លែងគ្នាភ្លេចមើលឡានឯណោះគេមានតែដឹងឯណាញាតិញោមមកដល់បុកខឹងតែម្ដងហ្នឹងហើយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាហេតុនាំឲ្យអាយុខ្លីព្រោះនេះញាតិញោមហ្នឹងដូចជាយើងទៅលេងទឹកក្តីលេងទឹកក្តីលេងស្អីក្តីដែលយើងភ្លើតភ្លេចខ្លួនស្រាប់តែទៅលេងនៅកន្លែងណាមួយយើងមិនដឹងថាព្យុះមកពីទិសខាងណាឬក៏មួយថាខ្យល់មកពីទិសខាងណាទេអញ្ចឹងស្រាប់តែយើងនឹងឯងគេហាមគេប្រាំតែមិនឲ្យទៅស្រាប់តែយើងភ្លើតចិត្តទៅចង់ទៅមានឯណាខ្យល់ព្យុះបោកមកយើងមានរត់រោច្រាំងតនឯណាហ្នឹងគឺជាហេតុនាំឲ្យអាយុខ្លីដែរតើនេះញញឹមណាក៏ប៉ុន្តែព្រះអង្គសម្ដៅហេតុដែលនាំឲ្យអាយុខ្លីមែនតើនោះគឺការសម្លាប់បៀតបៀនសត្វមិនថាសត្វតូចសត្វធំទេញញឹមគឺការសម្លាប់បៀតបៀនសត្វហ្នឹងគឺយើងមានទោសធ្ងន់គឺយើងអាយុខ្លីហើយញោមឡើងអាយុប៉ុន្មានហ្នឹងញោមមានញោមណាដឹង57ណា57អស់ហើយនឹងអញ្ចឹងគឺគាត់មានអាយុ57ទេញោម56 57ហ្នឹងហើយចិត្តបន់សន្តិរដូវដែលគេហៅថាជុំបិណ្ឌដែលជាបន់ដែលយើងត្រូវប្រមូលផលប្រមូលទានក៏ប៉ុន្តែគាត់ក៏លែងបានធ្វើបន់ក៏គាត់លាលោកនេះទៅកាន់លោកខាងមុខទុកចោលកូនចៅឲ្យរងទុក្ខវេទនាហើយចាប់ពីពេលនេះទៅគឺកូនចៅរបស់គាត់នឹងឯងមិនអាចឃើញគាត់បន្តទៅទៀតទេពេលនេះគឺយើងបានឃើញរូបរាងកាយរបស់គាត់ការដែលគាត់ស្លាប់ទៅគឺយើងបានឃើញគាត់ในរូបរាងកាយហើយដល់នាទីចុងក្រោយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាកូនចៅកាន់តែទុកសម្រែងមួយទៀតគឺពេលដែលត្រូវបាត់ឬក៏បញ្ចុះទៅក្នុងព្រះធរណីណាពេលនោះកូនចៅនឹងសុំលោកតាអាចារ្យដើម្បីបើកមើលមុខជាលើកចុងក្រោយត្រង់ហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបើកូនចៅណាទុកចិត្តបានកូនចៅនោះក៏ពិបាកដែរព្រោះថាកាលណាដែលបានឃើញមុខរបស់មាតាដែលគាត់ធ្លាប់តែញញឹមប្រព្រាយហើយព្រមទាំងជាទឹកមុខធ្លាប់តែញញឹមរកកូនដូចជាមានសេចក្តីសុខនៅក្នុងខ្លួនរបស់គាត់ក៏ប៉ុន្តែដល់ពេលដែលយើងបើកនៅក្នុងវិនាទីចុងក្រោយស្រាប់តែមុខក៏លែងញញឹមចិញ្ចើមក៏លែងញាក់សក់ក៏លែងស្អាតមុខក៏ប្រែពណ៌សម្បុរទៅជាស្លេកស្លាំងអស់មានឈាមនៅក្នុងខ្លួនពេលដែលកូនបើកឃើញត្រង់កន្លែងហ្នឹងតើកូនមានទុកសម្រែងយ៉ាងណាទៅញាតិញោមមែនទេណាមានទុកមានសម្រែងណាស់ពេលដែលយើងនឹងឯងបើកមើលមុខលោកជាលើកចុងក្រោយហើយកូនចៅទាំងអស់យើងគួរពិចារណាកាលណាដែលមេដារបស់យើងគាត់បានបាត់បង់ជីវិតទៅហើយគឺគាត់មិនចង់បានអ្វីអំពីកូនចៅក្រៅអំពីការឧទ្ទិសទាននោះទេអញ្ចឹងយើងជាកូនជាចៅកុំបីយល់ត្រង់ចំណុចនេះព្រោះថាក្រែងលោជាគាត់ទៅកើតបដិសន្ធិនៅក្នុងទីកន្លែងណាឬមួយក៏កើតជាតិណាមួយគាត់កើតជាមនុស្សក្តីព្រោះថាកតេវាមានប្រមាណយ៉ាងនិរិយកតេសត្វកតេតិរិឆានកតេអសុរកាយកតេឃើញទេញាតិញោមក្រែងលោជាគាត់មានបាបធ្ងន់គាត់ទៅកើតជានិរិយកតេឋានរੂក្រែងលោជាគាត់បាបស្រាលគាត់ទៅកើតជាអសុរកាយក្រែងជាគាត់មានបាបស្រាលបន្ថែមទៀតគាត់កើតជាតិរិឆានក្រែងលោជាគាត់មានបាបហើយនឹងមានបន់ស្រាប់តែគាត់បានឧបត្ថម្ភជាមនុស្សវិញហើយបើសិនជាគាត់មានបន់គាត់ក៏ឡើងទៅកាន់ឋានសួគ៌អញ្ចឹងយើងជាកូនជាចៅថាយើងមើលឃើញថាម្ដាយរបស់យើងទៅកើតទីកន្លែងណាទេថាអត់ឃើញទេអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាពេលណាដែលគាត់បាត់បង់ជីវិតទៅហើយកិច្ចរបស់កូនចៅដែលគួរធ្វើហៅថាកតបកិច្ចគឺការជួយឧទ្ទិសផលតើណា
nè chui ở từ phò còn tập phò đấy nhìn nhớ toàn tập mình hai tập mình phò mà nè nhìn nhôm căn bài tới toàn bàn phò đấy mà nè u tập phò thành nhìn nhôm trong cuộc kiên và xong còn phân tay nhìn nhôm tâm căn này toàn bàn phò nữa nơi thì nắng hai tháng chỉ hai mẹ nè hai là dương trong cuộc kiên và xong ở đặc biệt là dương cuộc kiên và xong từ túi bàn nữa phò thấy nhé chẳng hạn nhìn nhôm còn hai còn phò hai từ cá bị cha là nè phó từ cá để dương bàn nè hay đặc biệt là dương bàn bàn của so tới được tức bon của so chung chụp phu miên đa bờ dương để con bạn bay chạy than để căn phạt là lô hàng bông chân con trai chân pro chân sấy chân óc con bay bị cha là na được nong ca ở tây tiên đang ở bàn trang chỉ rơi hỡi Presama sang quân của ông và trong trang sân đài đã tha bậc cô na đã chạy ở tây tiên chụp phu miên đa chia cả tài nhu cả về tì bậc cô chia đây chỉ xoa mây đã lọ nè chia ở quốc đoប្រសើរហើយនឹងជាអ្នកមានសិលដ៏ឧត្តមព្រះសកទេវរាជលោកថ្វាយបង្គំបកលនោះឯងអញ្ចឹងកាលណាដែលសកទេវរាជថ្វាយបង្គំហើយតើទេវតាក្នុងវិមលលោកធាតុថ្វាយបង្គំហ៎ញាតិញោមណាក៏ហើយសកទេវរាជថ្វាយបង្គំហើយរឿងអីថាទេវតាមិនថ្វាយបង្គំមិនអញ្ចឹងញាតិញោមនឹងអញ្ចឹងញាតិញោមដឹងពិចារណាថាគឺអ្នកដែលសកទេវរាជថ្វាយបង្គំសំដៅយកកូនដែលកតញ្ញូកតវេទីតាធរគឺការធ្វើគុណតបគុណនិងសងគុណទៅអ្នកមានគុណរបស់យើងដែលគាត់នៅរស់រានមានជីវិតក្តីទោះបីជាគាត់បាត់បង់ជីវិតក្តីគឺសម្រេចទៅលើកូនចៅរបស់គាត់ជាអ្នកឧទ្ទិសជាអ្នកផ្សព្វផ្សាយកុសលផលបុណ្យទៅអញ្ចឹងញាតិញោមមិនមែនសំដៅយកឧបាសកឧបាសិកាទេឧបាសកឧបាសិកាគឺគាត់មកដាក់បាតរាប់បាតគឺបានអានិសង្សត្រឡប់ទៅវិញរៀងខ្លួនមិនអញ្ចឹងញាតិញោមណែលោកយាយណាគាត់ជ្រះថ្លានៅក្នុងការធ្វើកុសលបានបន់ច្រើនលោកយាយណាមិនសូវជ្រះថ្លានៅក្នុងការធ្វើកុសលបានបន់តិចមែនទេព្រះសម្មាសម្ពុទ្ធសម្ដែងអញ្ចឹងមែនទេញោមណាបើណាអញ្ចឹងយើងពិចារណាបើសិនជាយើងចង់បានកុសលផលបន់ច្រើនគឺយើងក៏បីពិចារណានៅក្នុងកុសលរបស់យើងហើយជាពិសេសគឺកូនទាំងអស់ដែលជាសច្ចលហិតរបស់គាត់គឺយើងត្រូវមានអង្គឧទ្ទិសជាចាំបាច់ហើយមួយទៀតការដែលយើងមកជួយឧបត្ថម្ភគ្រប់គ្រងនៅក្នុងពិធីបុណ្យនីមួយណែដូចជាញាតិញោមមកស្ដាប់ពធអញ្ចឹងបានបន់ច្រើនណាស់ញាតិញោមណាមិនធម្មតាទេហើយបានបន់ស្ដាប់ពធមកផ្នែកហើយមែនទេញាតិញោមណាការទទួលបដិសន្ធារៈចំពោះព្រះសង្ឃមកផ្នែកទៀតមែនទេសមាទានសិលមកផ្នែកទៀតឃើញញាតិញោមបានបន់ច្រើនណាស់ណាមែនទេបានបន់ច្រើនហើយញាតិញោមខ្លះក៏ជួយដល់ដៃដល់ជើងបរាក្នុងកិច្ចការងារទាំងអស់ជាពិសេសហ្នឹងគឺការដង្ហែដង្ហមសពឃើញថាភូមិយើងហ្នឹងគឺច្រើនមែនតើណាញាតិញោមមែនទេភូមិខ្លះស្មាទៅហែសពញាតិញោមឲ្យមានតែប្រមាណម៉ូតូទេនៅខាងក្រោយស្មាចិត្តតែឆ្ងល់ញោមមិនក៏អញ្ចឹងគេថាគេរវល់ធ្វើស្រែធ្វើស្រូវហើយខាងដេកគុណមិនខាងស្មាមើលដាច់កតុយភ្នែកណាញាតិញោមមិនចេះតែថាទេមើលអញ្ចឹងមែនឃើញថាញាតិញោមក្នុងភូមិចតុឡោគឺជួយគ្នាមែនតើសាមគ្គីក្នុងការដង្ហែដង្ហមសពជាលើកចុងក្រោយហ្នឹងគឺយើងមើលទៅគឺច្រើនមែនតើហ្នឹងហើយញាតិញោមគ្រាន់តែដើរហែសពហ្នឹងក៏បានបន់ដែរណាតើហ្នឹងតិចទៅដើរហត់អត់ទេដើរបើអត់ហើយក៏ប៉ុន្តែយើងត្រូវដឹងថាការដង្ហែដង្ហមសពគឺជាកតិមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងពិចារណាគឺដោយសារតែសេចក្តីស្លាប់ហ្នឹងបានព្រះអង្គរត់ទៅបួសមិនអញ្ចឹងអីមែនទេហើយផ្នែកដូចជាញាតិញោមខ្លះគាត់ចង់លះបង់នៅកាមកិលេសនៅក្នុងភាពជាក្រហមចូលទៅសមាទានសិលនៅក្នុងបរតនត្រ័យដោយឃើញថាថ្ងៃនេះបុគ្គលនេះបានបាត់បង់ជីវិតថ្ងៃក្រោយប្រហែលជាអាត្មាអញហើយអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបើសិនជាស្លាប់ទៅអត់មានប្ររតនៈនៅក្នុងខ្លួនតើមានអ្វីជាទីពឹងអញ្ចឹងតើតែអាត្មាអញរួចរះដដៃដជើងដើម្បីថ្វាយខ្លួនចំពោះបរតនត្រ័យមែនទេញាតិញោមហើយកាលណាដែលយើងថ្វាយខ្លួនចំពោះបរតនត្រ័យគឺព្រះអង្គប្រាប់អានិសង្សណាញាតិញោមសពតੰយន្តេមែនទេភោគសម្បទាសពតੰសំដៅយកឋានសួគ៌តាំងពីចាទៅមហារហូតដល់រាជការទេវានិងមានរតីជាដើមហើយមួយទៀតបាននិភោគកទ្រព្យតើនេះញាតិញោម
បាននៃភោគទ្រព្យគឺទ្រព្យដែលយើងមិនធ្លាប់មានពីមុនមកគឺបានជាទេវតាបានជាស្ដេចចាស់បានជាកហបតីមន្ត្រីសេនាជាដើមហ្នឹងគឺបានដោយសារយើងរក្សាសិលហើយអានិសង្សដ៏ល្អបំផុតលាចាកភពត្រៃគឺព្រះនិព្វានមែនទេបរិនិព្វានយន្តេមែនទេញញោមគឺបានដល់នៃព្រះនិព្វានទើបបានព្រះអង្គសម្ដែងចុងក្រោយថាកាលណាដែលយើងរក្សាសិលហើយគឺយើងគប្បីរក្សាសិលនោះឲ្យបានល្អកុំឲ្យសៅហ្មងកុំឲ្យដាច់ពពាឡើយអញ្ចឹងញាតិញោមណាបើអញ្ចឹងញាតិញោមពុទ្ធបរិស័ទកាលណាដែលយើងធ្វើអនិសង្សទាំងឡាយនេះទោះបីជាយើងបានធ្វើនៅអំពើបាបពីមុនមកដូចជាការសម្លាប់បៀតបៀនសត្វលួចទ្រព្យអ្នកដទៃកេងប្រវ័ញ្ចភ្នែកអញ្ជិញអីជាដើមហ្នឹងគឺយើងចូលសមាទានសិលទៅគឺយើងដាច់នៅកម្មទាំងឡាយនោះហើយគឺយើងបាននៅព្រះរតនៈជាទីពឹងបានន័យថាយើងនឹងបានសម្បត្តិ3ប្រការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងគឺបាននៅសុគតិមួយស្លាប់ទៅរមែងកើតទៅក្នុងសុគតិទី2ស្លាប់ទៅរមែងបាននិភោគទ្រព្យដែលមិនធ្លាប់មានទី3បាននៅឋានបរិទ្ធពានជាឧបនិស្ស័យដើម្បីត្រាស់ដឹងធម៌នៅឯដល់អនាគតកាលរបស់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាសូមអនុមោទនាបើសម្ដែងប៉ុណ្្នឹងចឹងញាតិញោមណាក៏ហើយបើសិនជាមានការលើលួសខ្វះខាតត្រង់ចំណុចប្រការណាសូមមេត្តាខន្តីនិងភ័យទោសចំពោះខ្ញុំកណាអាត្មាជាអ្នកស្មារតីសម្ដែងពធហើយមុននឹងបញ្ចប់នៃពធនេះក៏សូមលើកកងការមហាកុសលទាំងអស់ជូនចំពោះសពរបស់ញោមឡោដែលគាត់បានបំបីចែកឋានទៅកាន់បរិលោកខាងមុខជាគម្រប់2ថ្ងៃហ្នឹងយើងណាបើជាគម្រប់2ថ្ងៃហើយស្អែកគឺជាថ្ងៃដែលគាត់ទៅបញ្ចុះឬក៏ទៅបញ្ចុះនៅទីហងសែងណាញាតិញោមហ្នឹងហើយអញ្ចឹងកូនចៅបានលើជាលើកចំក្រោយអញ្ចឹងសូមឧទ្ទិសបុណ្យកុសលទាំងឡាយនេះជូនចំពោះសពរបស់ញោមឡាដែលបដិចែកឋានទៅកាន់លោកខាងមុខសូមឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនកើតនៅសុគតិសួគ៌ឬមួយក៏កើតនៅមនុស្សលោកជាដើមសូមជូនពរញាតិញោមជាពុទ្ធបរិស័ទដែលមកត្រង់ត្រាប់ស្ដាប់ពធក្នុងវេលាគ្រាឱកាសនេះសូមឲ្យជួបពុទ្ធពរទាំងឡាយ5ប្រការអាយុវណ្ណៈសុខៈពលៈនិងបដិធានៈព្រមទាំងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យពលគឺអមតៈមហានិព្វានបើញាតិញោមជាពុទ្ធបរិស័ទប្រាថ្នានៃពលណាសម្បត្តិណាមួយសូមឲ្យបាននៅពលនោះសម្បត្តិនោះដោយសេចក្តីប្រាថ្នាអនុមោទនាអាយ៉ាងសង្កបតេអ្នកសមន្តាប្រធមទេសនាដែលខ្ញុំកណាអាត្មាភាពថ្លាថ្លែងសម្ដែងមកមានប្រការប្រមាណប៉ុណ្ណេះនិទ្ធិតាសនមតថាបញ្ចប់ដោយសង្ខេបនិងដោយបែបខ្លីតែប៉ុណ្ណេះឯងអេវ៉ាំងវាការព្រះទាំងកបានកំឡងរកនណាំនេះនេះនៅតែតាវៈព្រះទាំងកវីเป็นคณะทองมีปีรวงไกรมันคือสาเวียงอังอายนาคือเปรียงกังกระนาแต่งไม้ไม้บางจำเอวังฟังทายใจบอสันพร้อมใครได้นั่งนามันตอนเอาจัดนางสันทอนางขอดองบอมันเหียนทางไกลเนยเปรียงกายเปรียงกังกระนา
còn nắng hạt nhom tiếng tu cùng prang lơ ngang băng cùng con cái bayព្រះពុទ្ធព្រះធម៌ព្រះសង្ឃថ្លៃសូមបានសេរីដោយប្រាថ្នាខ្ញុំសូមស្មាទុំផងទាំងឡាយក្រែងកងឲ្យកាយរិទ្ធវិជាក្រែងមានក្រក្រៀតត្រង់ខណាដូចមានមេត្រាសូមក្រា